បាទជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនគ្នាដែលស្រឡាញ់និងចូលចិត្តនៅក្នុងការចិញ្ចឹមមាន់បាទនៅក្នុងវីដេអូនេះខ្ញុំមកបង្ហាញពុកម៉ែបងប្អូនគ្នាអំពីទស្សនវិជ្ជាជាក់ស្ដែងថ្ងៃនេះគឺជាថ្ងៃទីថ្ងៃទី6 ខែវិច្ឆិកាឆ្នាំ2025បាទចុះថ្ងៃនេះខ្ញុំមកថតជាទស្សនវិជ្ជារួមនៅក្នុងទ្រុងមាន់របស់ខ្ញុំហើយតែចង់មកសួរសុខទុក្ខពុកម៉ែបងប្អូនទាំងគ្នាសុខភាពមាន់បងប្អូនយ៉ាងណាហើយសម្រាប់ខ្ញុំត្រឹមថ្ងៃនេះគឺសុខភាពមាន់របស់ខ្ញុំជាធម្មតាហើយថ្ងៃនេះដែរខ្ញុំក៏ចង់មកបង្ហាញកលឹះថ្មីដែលខ្ញុំបានធ្វើដើម្បីទប់ស្កាត់ជំងឺនៅក្នុងខែត្រជាក់ពីខែ11 12នេះដែរអញ្ចឹងដូចបងប្អូនធ្លាប់ដឹងអញ្ចឹងនៅក្នុងទ្រុងមាន់របស់ខ្ញុំ វាតែងតែមានបញ្ហាបងប្អូននៅក្នុងខែត្រជាក់ឬខែល្ងាហ្នឹងអញ្ចឹងឆ្នាំនេះដែរខ្ញុំក៏បានធ្វើការកែប្រែនៅបច្ចេកទេសខ្លះដើម្បីការពារធ្វើយ៉ាងណាដើម្បីទប់ស្កាត់មាន់កុំឲ្យឈឺឬក៏ចូលជំងឺអញ្ចឹងបងប្អូនអញ្ចឹងឆ្នាំនេះដែរខ្ញុំបានធ្វើការកែប្រែចំណុចទី1គឺទ្រុងមាន់របស់ខ្ញុំគឺខ្ញុំបានធ្វើការកែប្រែដោយធ្វើការចាក់សាបនៅក្នុងបាតទ្រុងខាងនោះដូចខ្ញុំបានបង្ហាញវីដេអូបងប្អូនពីវីដេអូមុនអញ្ចឹងវាកាត់បន្ថយនៅមេរោគបានច្រើនដោយសារនៅពេលដែលចាក់សាបគឺខ្ញុំបានឧស្សាហ៍បានធ្វើការសម្អាតវាអញ្ចឹងក្នុងមួយថ្ងៃគឺខ្ញុំធ្វើការបោសសម្អាតវា2 ដងព្រឹកហើយនិងល្ងាចអញ្ចឹងបងប្អូនអញ្ចឹងអ្វីដែលថ្មីនៅក្នុងទ្រុងមាន់របស់ខ្ញុំហើយចំណុចទី2ឆ្នាំនេះគឺខ្ញុំបានធ្វើការទប់ស្កាត់នៅការមាន់វាមានបញ្ហាហ្នឹងដោយការធ្វើការចាក់វ៉ាក់សាំងអញ្ចឹងខ្ញុំបានធ្វើការចាក់សាំងវ៉ាក់សាំងចំនួន2មុខទី1វ៉ាក់សាំងញូកាសខ្ញុំចាក់បានម្ដងហើយវ៉ាក់សាំងអាសន្នរោគគឺខ្ញុំចាក់បាន3 ដងហើយបងប្អូនអញ្ចឹងខ្ញុំបានធ្វើការចាក់ទប់ស្កាត់តាំងពីខែ10មកអញ្ចឹងបងប្អូនចាក់ទប់ស្កាត់តាំងពីខែ10មកខែ7ខែ9 7ខែ10មកអញ្ចឹងខ្ញុំធ្វើការចាក់វ៉ាក់សាំងអាសន្នរោគបាន3 ដងបងប្អូនហើយនឹងញូកាសបានម្ដងបងប្អូននេះចំណុចទី2ហើយចំណុចទី3ឆ្នាំនេះដែរគឺខ្ញុំឧស្សាហ៍បាញ់ថ្នាំសម្រាប់មេរោគបងប្អូនអញ្ចឹងនៅពេលដែលណាទ្រុងមាន់របស់ខ្ញុំមានក្លិនមិនល្អឬក៏មើលទៅស្ថានភាពរាងកខ្វក់គឺខ្ញុំធ្វើការបាញ់សម្រាប់មេរោគហើយអញ្ចឹងវិធីបច្ចេកទេស3ហ្នឹងហើយដែលខ្ញុំបានធ្វើដើម្បីទប់ស្កាត់មាន់ឈឺនៅរដូវត្រជាក់នេះអញ្ចឹងនៅទ្រុងមាន់របស់ខ្ញុំនៅរដូវផ្សេងគឺអត់មានបញ្ហាទេបងប្អូនគឺបញ្ហាតែរដូវនឹងមួយទេអញ្ចឹងសង្ឃឹមថាឆ្នាំនេះខ្ញុំអាចទប់ស្កាត់នៅមាន់ឈឺហើយនឹងទប់ស្កាត់នៅការខាតបង់ហើយការធ្វើវីដេអូរបស់ខ្ញុំថ្ងៃនេះគឺដើម្បីបង្ហាញជាទស្សនវិជ្ជាទ្រុងមាន់របស់ខ្ញុំនៅពេលបច្ចុប្បន្ននេះថ្ងៃទី6 ខែវិច្ឆិកាឆ្នាំ2025នេះគឺសុខភាពមាន់របស់ខ្ញុំគឺធម្មតាចឹងសង្ឃឹមថាឡងផុតខែ11 12នេះមាន់របស់ខ្ញុំអត់មានបញ្ហាអីហើយខ្ញុំនឹងបើសិនជាខ្ញុំឆ្នាំនេះខ្ញុំធ្វើបានជោគជ័យខ្ញុំនឹង
bằng hai nhập pi cần lư đây nhầm thôi bán chụp chế nữa tất cả bằng ôn chỉ bắt tàu bắt chết hai nâng nhầm xa update rồi có thọt trên video chỉ bắt sao xây xây nhầm bán phớ chạy chun từ đó bằng ôn ban những ngọc chẳng ngày này đấy cứ miền tại phần là ngày bằng ôn hay cơ sở một con tụ mày bằng ôn tay tay chừng này về lên mình làm lái tam đàn video hay chừng này là bao nhiêu cái nào bên đây cho bạn xem một con nâng xôm chừng đẹp lìa chụp kia video còi chuyện